ស្ដីអ្នកទាំងអស់គ្នាខ្ញុំណាភិននេះគឺជាសកម្មភាពថ្ងៃទី1របស់ខ្ញុំក្នុងនាមជាសិស្សនិស្សិតនៅក្នុងសាកលវិទ្យាល័យចេញដំណើរពីផ្ទះគឺម៉ោង8ដោយសារតែសាកលគឺចូលម៉ោង8កន្លះឲ្យចង្រៃអីថ្ងៃទី1ខ្ញុំភ្លេចកាតឥឡូវមកកត់ឈ្មោះមួយមកមុខសិស្សភ្លេចកាតហើយទៅទីបំផុតគឺខ្ញុំបានដើរចូលសាលាហើយខ្ញុំក៏បានដើរទៅរកថ្នាក់របស់ខ្ញុំឃើញដើរអញ្ចឹងខ្ញុំវេញអ្នកទាំងអស់គ្នាមើលទូរស័ព្ទផងអីផងមិនឃើញថ្នាក់ខ្លួនឯងចូលមកដល់ម៉ោងទី1គឺសាស្ត្រាចារ្យក៏គាត់បានកត់វត្តមានហើយឈ្មោះខ្ញុំនៅលើគេហ្មងអីក៏ភ័ព្វសំណាងម៉េះក្នុងម៉ោងទី1នេះដែរគឺខ្ញុំបានសិក្សាពីច្បាប់ទម្លាប់របស់សាកលក៏ដូចជាបានកត់ពាក្យពេចន៍តិចតួចរបស់សាស្ត្រាចារ្យចប់ម៉ោងទី1គឺខ្ញុំបានទៅកង់ទីនដើម្បីទិញអីញ៉ាំហើយរបស់ដែលខ្ញុំទិញនោះគឺកាហ្វេនឹងឯងបានដាក់កាហ្វេមួយទៅអូស្រស់ស្រាយដល់ហើយណាគេហៅក៏ខ្ញុំដែរបន្ទាប់មកខ្ញុំក៏បានទៅរៀនម៉ោងទី2របស់ខ្ញុំដោយម៉ោងទី2នេះដែរគឺគេតម្រូវឲ្យដោះស្បែកជើងមុននឹងចូលថ្នាក់រៀនអ្នកទាំងអស់គ្នាហើយនេះគឺជាថ្នាក់រៀនទី2របស់ខ្ញុំគឺធំទូលាយមានផាសុកភាពស្រួលរៀនខ្លាំងមែនតើហើយមានសិស្សស្អាតទៀតម៉ោងនេះដែរគឺសាស្ត្រាចារ្យបរទេសអញ្ចឹងក៏ខ្ញុំអង្គុយស្ដាប់គាត់ណែនាំខ្លួនក៏ដូចជាបញ្យល់ពីមុខវិជ្ជាដែលគាត់បង្រៀនបន្ទាប់មកទៀតគឺគាត់បានចែកกระดาษ2សន្លឹកឲ្យនិស្សិតគ្រប់រូបគឺกระดาษធំមួយកระดาษតូចមួយដើម្បីសរសេរសំណេរពីប្រធានបទដែលគាត់បានដាក់ឲ្យហ្នឹងខ្ញុំចេះតែសរសេរទៅអ្នកទាំងអស់គ្នានឹកឃើញអីសរសេរហ្នឹងចុះឡើងហើយបាត់ពេញกระดาษតែម្ដងចប់ម៉ោងទី2ហើយអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានដើរចូលម៉ាតនៅក្នុងសាកលរបស់ខ្ញុំផងដែរចូលមើលទេមិនចូលទិញផងប៉ុន្តែនៅក្នុងម៉ាតនេះដែរគឺមានរបស់ច្រើនខ្លាំងមែនទែនយើងខ្វះអីគឺអាចរកនៅក្នុងនឹងបានតែបើខ្វះស្នេហ៍រមបានទេម៉ាត10ទៀតក៏ជួយអត់បានដែរជំហានបន្ទាប់គឺខ្ញុំកំងបាយញ៉ាំនៅកង់ទីនដោយសារតែពេលថ្ងៃត្រង់អីហើយអីដែលខ្ញុំកំងគឺបាយឡុកឡាក់ម្ហូបនៅហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនគឺចូលចិត្តសាហាវតែម្ដងបន្ទាប់ពីញ៉ាំអីហើយក៏ខ្ញុំបានដើរធัวបរិវេណខាងក្រៅរបស់សាកលរបស់ខ្ញុំទេសភាពគឺស្រស់ស្រាយខ្លាំងមែនទែនដោយអគារសាកលទាំងមូលគឺអមជុំវិញដោយព្រៃឈើហើយមានបឹងឈូកធំទៀតអ្នកទាំងអស់គ្នាបើជួបខ្ញុំអី Hello ដាក់ខ្ញុំមកចាំខ្ញុំបេះឈូកពីសកលខ្ញុំយកទៅឲ្យទុកជាអនុស្សាវរីយ៍បន្ទាប់ពីដើរធัวអស់ចិត្តអស់ចង់ហើយខ្ញុំក៏បានចូលទៅរៀនបន្តគឺស្វ័យសិក្សានៅក្នុងបណ្ណាល័យហើយសកម្មភាពខ្ញុំក្នុងនាមជានិស្សិតឆ្នាំទី1នៅក្នុងសកលក៏ត្រូវបានបញ្ចប់អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនចំពោះការទស្សនាជម្រាបលាបាយបាយ